大家好，欢迎大家来到中文班សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនពីមូលដ្ឋានគ្រឹះនៃភាសាចិនបន្តទៀតហើយលើកនេះយើងតាក់ទងជាមួយនឹងស្រៈម្ដងព្រោះក្រោយពីយើងបានសិក្សាតាក់ទងជាមួយនឹងព្យញ្ជនៈចប់ហើយយើងបន្តសិក្សាជាមួយនឹងស្រៈអូខេអញ្ចឹងយើងទៅមើលស្រៈយើងទាំងអស់គ្នាអូខេអញ្ចឹងក្រោយពីយើងបានរៀនចប់ព្យញ្ជនៈហើយកាលពីវីដេអូទី9ខ្ញុំក៏បានលើកយកស្រៈទាំងអស់យកមកអានជូនដល់បងប្អូនទាំងអស់គ្នារួចហើយប៉ុន្តែសង្ឃឹមថាបងប្អូនទាំងអស់គ្នាចេះស្រៈនឹងទាំងអស់ហើយឥឡូវយើងយកស្រៈនឹងមកប្រើវិញថាតើយើងប្រើយ៉ាងម៉េចអូខេអញ្ចឹងយើងថ្ងៃនេះខ្ញុំលើកយកស្រៈចំនួន3យកមកធ្វើការបង្ហាញជូនដល់បងប្អូនទាំងអស់គ្នាអញ្ចឹងស្រៈទី1គឺស្រៈអាស្រៈទី2គឺស្រៈអស្រៈទី3គឺស្រៈអូខេអញ្ចឹងយើងមើលពាក្យថាអាយើងប្រើជាមួយនឹងពាក្យអីអូខេអញ្ចឹងព្យញ្ជនៈនេះគឺព្យញ្ជនៈធបូកជាមួយនឹងស្រៈអាយើងអានថាយើងមើលសលេងវាសលេងទី1អញ្ចឹងយើងអត់ចាំបាច់ប្រកបជាមួយនឹង4សលេងនេះទេអូខេហើយ4សលេងនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលបានសិក្សាពីវគ្គទី1មកប្រកបជាចេះទាំងអស់គ្នាហើយអាការធ្វើសលេងនេះអូខេអញ្ចឹងពាក្យនេះគឺយើងអានថាអូខេបន្តមកទៀតពាក្យនេះគឺស្រៈអអូខេមកចង់រត់ចោលស្រៈនេះគឺស្រៈអព្យញ្ជនៈនេះគឺព្យញ្ជនៈ for អញ្ចឹង for អូខេសលេងទី1យើងអានថា for សលេងទី2យើងអានថា for សលេងទី2រៀងឡើងអ្នកនរគ្នាអញ្ចឹងពាក្យនេះយើងអានថា for អូខេបន្តមកទៀតស្រៈនេះគឺស្រៈប៉ុន្តែយើងអត់មានបូកជាមួយនឹងព្យញ្ជនៈទេអញ្ចឹងយើងអានវាតែម្ដងទៅសលេងវាសលេងទី4អញ្ចឹងអញ្ចឹងពាក្យនេះគេអានថាអូខេបន្តមកទៀតអញ្ចឹងយើងមកអានម្ដងទៀតធ្វើអាថា forអានេះយើងអានតាមសលេងណាអូខេឥឡូវយើងមកមើលការបកប្រែថានេះយើងប្រែថាគាត់ថានេះខ្ញុំបានឧទាហរណ៍ដូចជាច្រើនវីដេអូដែរអូខេថាប្រែថាគាត់ for អូខេ for ប្រែថាព្រះយើងប្រែថាឃ្លានអូខេអញ្ចឹងយើងមកមើលជីវហ័រយើងបន្តទៀតអូខេជីវហ័រថ្ងៃនេះគឺរៀងខ្លីដែរទេអ្នកនរគ្នាអញ្ចឹងយើងមកអានតែម្ដងធ្វើថាអានេះព្យញ្ជនៈបបូកជាមួយនឹងស្រៈអ៊ូស្រៈនេះគឺស្រៈអ៊ូអ្នកនរគ្នាអញ្ចឹងយើងយកមកប្រកបនៅព្រោះដោយសារវាមានសលេងទី2អញ្ចឹងសលេងទី1យើងអានថាពូសលេងទី2យើងអានថាពូតាមពិតទៅអក្សរហ្នឹងបើសិនជាវានៅចុងបន្ទាប់អីឬក៏ដើមបន្ទាប់ពីវាមានសលេងទី1ទី2អីអាហ្នឹងគឺវាខ្លួនវាហ្នឹងគឺសលេងទី4ហើយក៏ប៉ុន្តែនៅពេលដែលពីក្រោយវាមានសលេងទី4អញ្ចឹងវាត្រូវបដូរខ្លួនឯងទៅជាសលេងទី2វិញអញ្ចឹងអក្សរពុមួយនេះករណីពិសេសវាគឺអញ្ចឹងនៅពេលដែលអក្សរបន្ទាប់វានេះមានសលេងទី4អញ្ចឹងគឺវាត្រូវដូរខ្លួនឯងទៅជាសលេងទី2អញ្ចឹងពាក្យនេះយើងត្រូវអានថាពូអូខេស៊ឺអ៊ីគឺអត់ដូរទៅជា C អីទេអានេះយើងនៅតែស៊ឺដដែលអញ្ចឹងសលេងទី4យើងទៅជាស៊ឺពាក្យនេះយើងអានរួចយើងធ្លាប់រៀនហើយតែយើងត្រូវធ្វើម្ដងទៀតអូខេលោកមានបងប្អូនដែលថាទៅចូលមើលទស្សនាវីដេអូខ្ញុំថ្មីអីចឹងទៅគាត់អត់ទាន់អូខេអញ្ចឹងយើងប្រកបទាំងអស់គ្នាស៊ឺអញ្ចឹងពាក្យនេះសលេងទី4យើងអានថាស៊ឺអូខេហើយតបមកពាក្យនេះវិញគឺយើងប្រើជាមួយនឹងស្រៈផ្សំរៀនអត់ទាន់ដល់ទេអ្នកនរគ្នាក៏ប៉ុន្តែក្រោយពេលដែលយើងបានសិក្សាតាក់ទងជាមួយនឹងស្រៈរួចយើងនឹងរៀនស្រៈផ្សំហើយអូខេអញ្ចឹងស្រៈនេះ e បូកស្រៈអាន e អានយើងប្រែថាអៀនអញ្ចឹងព្យញ្ជនៈនេះគឺព្យញ្ជនៈ c អៀនសៀនអញ្ចឹងសលេងទី1យើងអានថាសៀនពាក្យនេះយើងទៅតែអានមិនទេអញ្ចឹងយើងអានយកតែម្ដងទៅគឺ for អញ្ចឹងពាក្យពីរម៉ាត់នេះយើងអានថាសៀន for អូខេថា不是សៀន for អូខេម្ដងតទៀតអញ្ចឹងបន្តមកទៀតពាក្យនេះយើងអានថាព្រោះយើងបានប្រកបនេះមិញហើយឥឡូវយើងបន្តមកទៀតពាក្យនេះគឺអានថាយអានេះគឺព្យញ្ជនៈ y បូកស្រៈ
ប៉ុន្តែអានេះគឺករណីវាពិសេសបន្តិចវាទៅជាអានថាអ៊ឺអានថាអ៊ឺណាគេពេលដែលយើងកាលពីយើងរៀនស្រៈយើងបានឃើញអក្សរ u បូកជាមួយនឹងអក្សរ e ហ្នឹងគឺស្រៈ e ប៉ុន្តែដល់ពេលព្យញ្ជនៈគេសេអក្សរ e បូកជាមួយនឹងស្រៈ នេះវាទៅជាអានថា អ៊ឺអញ្ចឹងយើងប្រកបសលេងវាមកយាអញ្ចឹងសលេងវាយើងសលេងទី3អញ្ចឹងយើងត្រូវអានពាក្យហ្នឹងអានថាយាអូខេថាយាអានេះគឺព្យញ្ជនៈហបូកជាមួយនឹងស្រៈអ៊ុយអញ្ចឹងបើសលេងទី1យើងអានថាហួយសលេងទី2យើងអានថាហួយសលេងទី3យើងអានថាហួយសលេងទី4យើងរៀងស្កត់ខ្លាំងទៅជាហួយអូខេហួយពាក្យនេះគឺអានថាយើងប្រកបហើយយើងមិនប្រកបទៀតទេអូខេបន្តមកទៀតពាក្យនេះគេអានថាស្រៈអសលេងទី4អប៉ុន្តែអាពាក្យកតុយនេះគឺជាពាក្យដែលថាគ្រាន់តែបូកផ្សំទេគឺអត់ប្រែអត់អីទេពាក្យនេះយើងគ្រាន់តែជាសលេងអូខេអញ្ចឹងម្ដងទៀតថា不是仙佛他不是仙佛អូខេ他也会អូខេ他也会អូខេពាក្យថា也会នេះគឺរៀងលឿនបន្តិចណាគេពេលដែលយើងនិយាយអញ្ចឹងថា也会យាកន្លែងនេះអ្នកថាគេអានសលេងនៅដើមកដូចជាសឹងតែអត់លឿនណាគេ也会អូខេថា也会អូខេថា也会ម្ដងទៀត他不是仙佛他也会អូខេអញ្ចឹងខ្ញុំមកបកប្រែឲ្យអ្នកនរគ្នាមួយថាកន្លែងនេះយើងប្រែថាគាត់ហើយអូខេពុកបើវាសលេងទី4វាតែឯងគេអានថាមិនពុកប្រែថាមិនតែពេលវាបូកជាមួយនឹងសឹនេះក៏ខ្ញុំមិញបានប្រាប់អ្នកនរគ្នាបន្តិចហើយតាក់ទងជាមួយនឹងសលេងពីក្រោយវាសលេងទី4វាដូរខ្លួនឯងទៅជាសលេងទី2អញ្ចឹងពាក្យនេះយើងអានថាពូសឹអូខេពូសឹពាក្យថាពូសឹនេះគឺមិនមែនអូខេពូសឹមិនមែនពាក្យថាសៀនហ្វយើងប្រែថាព្រះអូខេសៀនហ្វគឺព្រះដល់មកទៀតថាបើចង់បញ្ជាក់ថាយើងនិយាយថាតួអង្គដដែលហ្នឹងគាត់យាហួយយានេះយើងប្រែថាកអូខេយាកអូខេយាហួយយើងប្រែថាចេះប៉ុន្តែដល់ពេលយាហួយយើងត្រូវប្រែថាក៏ចេះអូខេថាយាហួយគាត់ក៏ចេះយើងប្រែថាឃ្លានអូខេអញ្ចឹងពាក្យនេះគឺយើងអត់ប្រែទេថាយាហួយអូខេគាត់ក៏ចេះឃ្លានដែរអូខេអញ្ចឹងយើងមកមើលការបកប្រែតើគ្នាឥឡូវខ្ញុំអានឲ្យអ្នកនរគ្នាម្ដងទៀតថា不是仙佛他也会អូខេគាត់មិនមែនជាព្រះទេគាត់ក៏ចេះឃ្លានដែរអូខេអញ្ចឹងពាក្យឧទាហរណ៍ខ្ញុំគ្រាន់តែលើកមកពាក្យមកឃ្លាមកទេហើយអ្វីដែលសំខាន់អ្នកនរគ្នាគឺដូចតាវីដេអូទី1មកអញ្ចឹងគឺអ្វីដែលខ្ញុំចង់ឲ្យអ្នកនរគ្នាបដោតគឺស្រៈនេះតែម្ដងអូខេប៉ុន្តែនៅពេលដែលយើងមករៀនស្រៈយើងកុំភ្លេចព្យញ្ជនៈតែយើងភ្លេចព្យញ្ជនៈក៏យើងយកវាមកប្រើអត់កើតដែរអ្នកនរគ្នាអញ្ចឹងព្យញ្ជនៈយើងត្រូវតែទន្ទិញតបមកឥឡូវយើងដល់វគ្គរៀនស្រៈអញ្ចឹងយើងទន្ទិញស្រៈមកមួយមកអូខេអញ្ចឹងវីដេអូយើងតាក់ទងជាមួយនឹងស្រៈ បានមកដល់ទីបញ្ចប់តែត្រឹមនេះអរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាបើសិនជាយើងបងប្អូនទាំងអស់គ្នាគិតថាវីដេអូដែលខ្ញុំបរៀននេះមានកំហុសខុសឆ្គងអីសូមមេត្តាអធិស្ឋានផងហើយបើសិនជាយល់ថាល្អបងប្អូនអាចចែកម្លែកដល់បងប្អូនតទៀតបានអូខេអរគុណជំរាបលាបាយ